បាទគោរពជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះរៀនបញ្ចូលសលេងក្នុងវីដេអូខ្លួនឯងតិចហើយមិនដឹងថាបងប្អូនស្ដាប់បានឬស្ដាប់ទៅអត់មានក្បាលមានកតុយមិនសូមជួយ comment ប្រាប់ផងព្រោះទើបតែរៀនបញ្ចូលសំឡេងលើកទី1ហើយសង្ឃឹមថាបងប្អូនស្ដាប់បានហើយយល់ពីអត្ថន័យដែលខ្ញុំនិយាយក្នុងវីដេអូនេះហើយពេលនេះក៏ចាប់ផ្ដើមចូលក្នុងសាច់រឿងរបស់យើងបាទបន្ទាប់ពីបំពេញការងារឲ្យគេបាន1ខែហើយ1ខែហ្នឹងគឺគេឲ្យយើងសម្រាក4ថ្ងៃហើយ4ថ្ងៃហ្នឹងគឺយើងត្រូវបំពេញក្តីសុខឲ្យខ្លួនឯងអ្នកខ្លះគេចូលចិត្តការផឹកស៊ីសបាយអញ្ចឹងទៅតែសម្រាប់ខ្ញុំអត់ចេះផឹកស្រាទេហើយអញ្ចឹងហើយក៏យើងចូលចំណោមគេមិនចុះដែរអញ្ចឹងយើងមានតែដើរម្នាក់ឯងហ្នឹងឯងអ្នកខ្លះមានពេលវេលាធ្វើការឲ្យគេបានតែអត់មានពេលវេលាសម្រាប់ខ្លួនឯងសម្រាប់ដើរលេងសម្រាប់សាកថ្មជីវិតសម្រាប់ខ្ញុំវិញខ្ញុំគិតថាឱកាសគឺយើងជាអ្នកបង្កើតដោយខ្លួនឯងទេហើយយើងត្រូវគិតថាយើងមាន10ឆ្នាំប្រហែលដងហើយទោះបីយើងដើរក៏យើងមិនបានដើរមួយជីវិតដែរជួនកាលចៃដន្យយើងឈឺឬយើងមិនអាចដើររួចក៏យើងនឹកឃើញស្ដាយក្រោយថាពេលដែលអញដើររួចពេលដែលអញមានឱកាសមិនក៏អញមិនដើរហើយការពិតគឺដោយសារតែក្នុងគំនិតយើងគិតថាចាំមានលុយចាំដើររហូតដល់យើងហួសពេលទើបយើងនឹកឃើញស្ដាយក្រោយហើយការដើរលេងរបស់យើងហ្នឹងក៏មិនមែនចេះតែដើរដោយភ្លេចការងារឬចោលការងារហើយធ្វើការងារគឺយើងត្រូវធ្វើការងារឲ្យអស់ពីលទ្ធភាពឲ្យអស់ពីកម្លាំងកាយទើបយើងដើរទៅអត់មានកំណត់គិតថាការងារនៅផ្ទះឬនៅកន្លែងធ្វើការសេសសល់អីទៀតដែរនិយាយទៅគឺយើងឆ្លៀតពេលវេលាដើរលេងផងនិងធ្វើការផងទើបជីវិតយើងវារស់នៅដោយមានក្តីសុខយើងមិនស្ដាយក្រោយនៅថ្ងៃណាមួយដែលយើងបាត់បង់ឱកាសអញ្ចឹងណាបងប្អូនខ្លះក៏គិតថាដើរតែលេងគ្មានបានផលប្រយោជន៍អីតែខ្ញុំសូមប្រាប់បងប្អូនដែលមានគំនិតគិតបែបហ្នឹងទៅវិញថាការដើរលេងនេះក៏មិនមែនដើរការងារមិនធ្វើឬចេះតែចាយលុយមិនចេះធ្វើការងារអីដែរហើយការដើរលេងនេះវាមិនមានផលប្រយោជន៍អ្វីសម្រាប់យើងទេតែវាបានបន្សល់ជាវីដេអូនិងរូបភាពអនុស្សាវរីយ៍ដែលយើងនៅពីក្មេងដូចខ្ញុំអីនេះខ្ញុំស្ទើរតែចង់ហួសពេលហើយព្រោះដោយសារតែជឿតាមស្ដាប់តាមពាក្យសម្ដីគេដែលថាចាំមានលុយចាំដើរខំប្រឹងរកស៊ីតែយើងគិតថាពេលវេលាវាមិនអាចចាំយើងបានទេពេលខ្លះយើងគិតតែពីស្ដាប់ពាក្យគេនិយាយហើយក៏យកមកពិចារណានៅក្នុងខ្លួនធ្វើឲ្យយើងបាត់បង់ភាពក្លាហាននៅអ្វីដែលយើងចង់ធ្វើយើងត្រូវគិតថាបើយើងចង់ធ្វើអីគឺយើងធ្វើនឹងទៅយើងកុំឲ្យតែយើងប៉ះពាល់ដល់អ្នកដទៃធ្វើឲ្យអ្នកដទៃក្តៅក្រហាយដោយសារយើងតែប៉ុណ្ណឹងវាគ្រប់គ្រាន់ហើយយើងអាចធ្លាប់មានគំនិតគិតថាធ្វើការតន់នៅមានកម្លាំងតែយើងមិនបានគិតថាដើរលេងខ្លះតន់ភ្នែកយើងនៅមើលឃើញហើយជើងយើងអាចនៅដើរបានដូចខ្ញុំខ្ញុំបើសិនជានៅគិតថាចាំមានលុយចាំដើរប្រហែលជាពេលនេះខ្ញុំក៏មិនដែលបានស្គាល់ថាភ្នំបូកគោទិដ្ឋភាពបែបណាទេសភាពស្អាតបែបណាក៏ខ្ញុំមិនដឹងដែរយើងគ្រាន់តែគិតថាគេដើរបែបគេយើងដើរបែបយើងគេដើរបែបគេមានលុយគឺចាយទៅទិញនេះទិញនោះយើងដើរបែបយើងអត់លុយគឺយើងកុំសូវចាយយើងគ្រាន់តែយកអ្វីមកពីផ្ទះកើតយើងយកមកអង្គបាយបើសិនយើងដាំខ្លួនឯងបាន
បើយើងដាក់ដាំខ្លួនឯងទៅនៅតាមផ្លូវនៅតាមជើងភ្នំខ្វះអីទឹកហើយបើយើងមានគ្នាដើរគឺយើងដើរមានគ្នាមកអ្នកខ្លះក៏យកអង្ករមកអ្នកខ្លះក៏មានម្ហូបអីវិចមកហើយយើងទៅញ៉ាំអីនៅលើនឹងជុំគ្នាទៅដូចភ្នំបូកគោឥឡូវខ្ញុំបានស្គាល់ហើយថ្មីសម្រាប់ខ្ញុំតែអាចនឹងចាស់សម្រាប់បងប្អូនទាំងអស់គ្នាដែលគេធ្លាប់ឡើងហើយគេស៊ាំភ្នែកហើយតែសម្រាប់ខ្ញុំគឺថ្មីស្រឡះព្រោះខ្ញុំឡើងទៅនេះគឺមិនមែនព្រឹកទេគឺម៉ោង10មិន10ហើយនៅមានអាប់ទៀតហើយអញ្ចឹងខ្ញុំអាចនិយាយបានថាវាគឺជាពពកវាមិនមែនជាអាប់ទេធ្លាប់ឮតែគេថាហើយធ្លាប់ឃើញតែវីដេអូគេផុសថាភ្នំបូកគោគឺជាឋានសួគ៌វាគឺជាឋានសួគ៌មែនមើលទៅពពកនៅតាមផ្លូវប្រងព្រាតហើយវាស្អាតមែនទែនអ្នកដែលមិនធ្លាប់ទៅគឺទៅហើយអ្នកដែលធ្លាប់ទៅក៏នាំអ្នកដែលមិនធ្លាប់ទៅឡើងទៅហើយទៅព្រោះជីវិតយើងវាមិនទៀងទេអ្វីដែលយើងត្រូវធ្វើគឺយើងធ្វើឲ្យហើយទៅហើយអ្វីដែលយើងមិនធ្លាប់ទៅក៏ទៅហើយដែរទៅដូចកន្លែងនេះអីគេដាក់ឋានសួគ៌បូកគោគឺស្អាតមែនទែនហើយយើងមកហួសនឹងបន្តិចមកយើងនឹងឃើញវិហារបុរាណមួយហើយពេលដែលយើងមកយើងកុំភ្លេចថតរូបហើយជាវីដេអូទុកគ្រាន់ជាឯកសារទុកគ្រាន់មើលពេលយើងចាស់ទៅយើងអាចមើលវីដេអូចាស់យើងពីមុនយើងអាចប្រាប់កូនយើងថាយើងធ្លាប់ទៅដល់ណាខ្លះពីមុនមកឥឡូវយើងក៏បានចុះមកវិញហើយយើងក៏បន្តដំណើរទៅមុខទៀតដើម្បីទៅថតរូបនៅដំណាក់ស្ដេចពេលដែលយើងជិះទៅដល់ចិត្តដល់ដំណាក់ស្ដេចគឺមានអារម្មណ៍ថាត្រជាក់ខ្លាំងមែនទែនហើយអាប់ចុះក៏កាន់តែច្រើនពេលខ្លះគឺយើងជិះកាត់តាមផ្លូវមើលផ្លូវស្ទើរតែមិនចង់ឃើញព្រោះអាប់ច្រើនពេកហើយបើបងប្អូនជិះមកអាប់ខ្លាំងពេកសូមបងប្អូនជិះតិចព្រោះពេលខ្លះយើងមើលផ្លូវអត់ចង់ឃើញទេហើយផ្លូវលើភ្នំបូកគោក៏បត់បែនខ្លាំងដែរត្រូវចេះប្រយ័ត្នទាំងអស់គ្នាហើយឥឡូវយើងបានមកដល់ដំណាក់ស្ដេចហើយមើលទៅគឺស្អាតមែនទែនប្រៀបបានដូចជាគេគូរគំនូរចឹងហើយកន្លែងក្រហមមើលទៅដូចជាការផាត់ color មួយក្រហមមើលទៅស្រស់ស្អាតមែនទែនហើយមកដល់លើហ្នឹងក៏កាន់តែត្រជាក់ខ្លាំងទៀតព្រោះពពកហោះនៅក្បែរខ្លួនហើយពេលនោះទូរស័ព្ទខ្ញុំក៏ចាប់ផ្ដើមអស់ថ្មខ្ញុំក៏ថតបានបរិវេណវិមានបានបន្តិចដើរបានបន្តិចយើងក៏បានទៅដល់ខាងក្រោយវិមានហើយយើងនឹងឃើញជ្រោះនៅខាងក្រោយវិមានគឺជ្រៅមែនទែនជ្រៅរហូតដល់មើលវៃមិនឃើញហើយវីដេអូនេះក៏ប្រហែលជាបញ្ចប់នៅត្រឹមនឹងដែរសូមអរគុណដល់បងប្អូនដែលបានទស្សនាតាំងពីដើមរហូតដល់ចប់ហើយបើមានកំហុសខុសឆ្គងឬខ្វះខាតត្រង់ណាសូមបងប្អូនខន្តីអភ័យទោសដល់រូបខ្ញុំបាទផងហើយបើមានចំណុចដែលមិនសមត្រង់ណាសូមបងប្អូនខមមិនដោយស្ថាបនាបាទសុំទោសមិនមែនដោយស្ថាបនាទេគឺរិះគន់ដើម្បីស្ថាបនាហើយពាក្យសម្ដីដែលខ្ញុំនិយាយទៅគឺខ្ញុំចង់លើកកម្លាំងចិត្តដល់បងប្អូនទាំងអស់គ្នាដែលមានគំនិតគិតថាចង់ដើរលេងដែរតែគ្មានលុយធ្វើអ្វីក៏វាមិនកើតបើសិនជាយើងដើរក្នុងចំណោមគេអ្នកមានគេអ្នកហៃសូនោះគឺយើងដើរមិនកើតមែននឹងឯងតែខ្ញុំគិតថាគ្រប់គ្នាគេមិនប្រកាន់តែពេលខ្លះគឺយើងគិតដោយខ្លួនឯងតែបើសិនជាយើងដើរបែបយើងគេដើរបែបគេនោះយើងនឹងមើលឃើញខ្លួនឯងហើយនឹងរកខ្លួនឯងឃើញថាខ្លួនឯងគិតអ្វីហើយចង់បានអ្វី